បាទជំរាបសួរពុកម៉ែបងប្អូនបាទនេះគឺជាទស្សនវិជ្ជានៅក្នុងក្រុងសៀមរាបណាបងប្អូននៅថ្ងៃទី1ខែមេសាបាទអញ្ចឹងទៅតែដើមខែទេបងប្អូនហើយឥឡូវនេះពីងបាទពីងទឹកណាកំពុងតែមកបដាហើយបាទគឺនៅសួនព្រះរាជដំណាក់នឹងឯងបងប្អូនជាកន្លែងដែលគេលេងបាញ់ទឹកលេងជះទឹកលេងអីដាក់គ្នានៅក្នុងអំឡុងពេលអង្គរសង្ក្រាន្តបាទនៅក្នុងថ្ងៃសង្ក្រាន្តចូលឆ្នាំថ្មីខាងមុខហ្នឹងបាទហើយចំពោះពីងវិញបងប្អូនមានច្រើនមែនទែនបាទមកបដាមានទាំងសងខាងផ្លូវបាទនៅជុំវិញកន្លែងហាត់ប្រាណកន្លែងដែលគេហៅថាសួនព្រះរាជដំណាក់នឹងឯងបងប្អូនហើយមានពណ៌មានអីមើលទៅគឺប្លែកភ្នែកខ្លាំងមែនទែនមានការលាបពណ៌មើលទៅចម្រុះបាទមិនមែនមានតែមួយទេហើយមាននៅលើពីងហ្នឹងគឺមានអក្សរសាទរបាទញញឹមសាទរសង្ក្រាន្តហើយនឹងមានក្រុមហ៊ុនផ្សេងនៅលើពីងហ្នឹងផងដែរបងប្អូនបាទហើយមានការតុបតែងហ្នឹងមិនមែនមានតែពីងទេបងប្អូនគឺមានធុងទឹកមានអីផ្សេងទៀតបាទនឹងមានក្បាលបាញ់ទឹកមានអីជាបន្តបន្ទាប់ប៉ុន្តែឥឡូវនេះគឺមកដល់តែពីងទេបាទច្រើនមែនទែនសម្បូរពីងច្រើនអញ្ចឹងហើយយើងនិយាយពីងរៀងច្រើនបន្តិចហើយក្រៅពីពីងហ្នឹងគឺមាននេះកន្លែងខាងលើហ្នឹងគឺមានការរៀបចំជាដំបូលតុបតែងជាភ្លើងពណ៌បាទហើយមានការចងរំយោលជាលក្ខណៈថាប្រពៃណីការតុបតែងដេកូបែបប្រពៃណីតែម្ដងហើយឃើញថាក្រុមជាងហ្នឹងគឺគាត់កំពុងតែធ្វើញាប់ដៃញាប់ជើងបាទទាំងល្ងាចបាទនេះគឺល្ងាចម៉ោង5ជិតម៉ោង6ហ្នឹងបងប្អូនបាទឃើញថាមានការបើកភ្លើងប្រងព្រាតហើយជាងក៏កំពុងតែធ្វើការអត់ទាន់ឈប់ទេបងប្អូនបាទពីព្រោះពេលវេលាកាន់តែគៀកមកជិតហើយបងប្អូនជិតដល់មែនទែនហើយជិតដល់ថ្ងៃសង្ក្រាន្តមែនទែនហើយបាទអញ្ចឹងហើយតលតែញាប់ដៃញាប់ជើងបន្តិចបានហ្នឹងហើយយ៉ាងមិនដែរបងប្អូនចំពោះគម្រោងមកលេងសៀមរាបថ្ងៃសង្ក្រាន្តហ្នឹងគឺបានរៀបចំហើយឬនៅបាទហើយបានកក់ផ្ទះសំណាក់ឬក៏សន្តាគារកន្លែងគេងកន្លែងអីអស់ហើយឬនៅបាទអញ្ចឹងជួបគ្នានៅថ្ងៃអង្គរសង្ក្រាន្តខាងមុខនេះជម្រាបលា